ស្នេហាដែលកើតឡើងនៅក្នុងការពិសាឡាគ្រប់គ្នាស្រឡាញ់គ្នាដោយគ្មានការព្រួយអ្វីចិត្តស្រឡាញ់មិនដឹងថាតើវានឹងមានអ្វីតែស្នេហានេះគឺជាការស្វែងរកអារម្មណ៍ថ្មីតើអ្នកគិតយ៉ាងដូចម្ដេចតើវាជាស្នេហាឬគ្រោះថ្នាក់អារម្មណ៍នេះអាចធ្វើឲ្យយើងសប្បាយឬវាអាចធ្វើឲ្យយើងឈឺចាប់កុំមានស្នេហាក្នុងវ័យសិក្សាប៉ុន្តែយើងមិនអាចគ្រប់គ្រងបានស្នេហានេះគឺស្រស់ស្អាតប៉ុណ្ណាឯនោះនៅក្នុងបរិយាកាសនៃសាលារៀនស្នេហានេះគឺជាភាពស្រស់ស្អាតនៅក្នុងសាលារៀនពោពេញដោយក្តីស្រមៃយើងអាចជួបគ្នានៅពេលខ្លះនៅក្នុងផ្លូវដែលយើងសិក្សាចែករំលែកអារម្មណ៍និងការស្រឡាញ់មួយថ្ងៃយើងនឹងចាំវាកុំមានស្នេហាក្នុងវ័យសិក្សាប៉ុន្តែយើងមិនអាចគ្រប់គ្រងបានស្នេហានេះគឺស្រស់ស្អាតប៉ុណ្ណាឯនោះនៅក្នុងបរិយាកាសនៃសាលារៀនប៉ុន្តែចិត្តមិនអាចធ្វើអ្វីស្នេហានេះគឺជាជីវិតអារម្មណ៍ដែលមិនអាចបង្ហាញនៅក្នុងការ